ចៅមីងស៊ីហេតុអ្វីការស្លៀកពាក់របស់នាងស្អាតម្ល៉េះតែលីយ៉ៃអាចនឹងចូលចិត្តនាងដែរទេវាគ្មានអ្វីចម្លែកនោះទេដែលនាងហ៊ានដេញតាមសេះលីយ៉ៃនាងគឺពិតជាស្រស់ស្អាតខ្លាំងណាស់ប៉ុន្តែបងប្រុសលីយ៉ៅតើបងដឹងទេថាលោកគ្រូកាយនៅសាលារបស់យើងគាត់បានដាក់ពាក្យសុំអ្នកបន្ថែមនៅក្នុងអន្តរារបស់សាលាណានេះតើវាអាចទៅរួចបានដោយរបៀបណាទៅហើយតើសាស្ត្រាចារ្យកៅគឺជានរណាគេលោកគ្រូចាស់ស្ត្រាចារ្យកៅគឺជាគ្រូបង្វឹកដែលចូលនិវត្តន៍សម្រាប់បង្វឹកថ្នាក់ជាតិខ្ញុំចង់និយាយថារូបរាងមិនសូវសំខាន់ទេអ្វីដែលសំខាន់នោះគឺខួរក្បាលឆ្លាតមែនហើយទោះបីជាចៅមីងស៊ីមានរូបរាងស្អាតប៉ុន្តែនាងមិនមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមក្នុងការប្រកួតនោះទេនេះឯងផឹកហើយឬនៅបើផឹកហើយតោះបិទមាត់ហើយទៅរៀនវិញសូមតោតើខ្ញុំឲ្យកំងជាសាវរីមួយកែវបានទេបានសូមរងចាំមួយផ្លែតនេះខ្ញុំស្ទើរតែភ្លេចទៅហើយខ្ញុំមិនបានកំងទេអរគុណហើយណាបងប្រុសយ៉ាវនេះខ្ញុំមិនបានទិញឲ្យនាងទេនាងកំងវាដោយខ្លួនឯងទៅនេះជិតកន្លះខែហើយដែលចៅមីងស៊ីមិនបានមករកយើងវាមែនហើយនាងមិនដែលសូម្បីតែផ្ញើសារមករកខ្ញុំឥឡូវនេះខ្ញុំគិតថានាងគ្រាន់តែលេងសើចនោះទេខ្ញុំបានចាំថាជាសាបូរីគឺជារបស់ដែលចៅមីងស៊ីចូលចិត្តជាងគេបើសិនជាឯងទិញវាទៅឲ្យនាងឯងគ្រាន់តែទទួលស្គាល់ភាពបរាជ័យប៉ុណ្ណោះខ្ញុំមិនដែលទទួលស្គាល់ថាចាញ់នោះទេហើយលើកនេះក៏ដូចគ្នាដែរមីងចាងតើមីងមកទីនេះមានការអ្វីមែនទេមានអ្នកខ្លះនៅតែមិនចង់ទៅផ្ទះចឹងហើយខ្ញុំក៏យកសម្លៀកបំពាក់សម្រាប់រដូវរងាមកឲ្យនេះខ្ញុំពិតជាមិនដឹងថាភាពក្រអឺតក្រទមនេះចេញមកពីណាទេតើនាងគិតថានាងជានរណាទៅមីងនិយាយត្រូវហើយខ្ញុំមិនមែនជាអ្នកនៅក្នុងគ្រួសារនឹងទេអញ្ចឹងមីងគួរទៅយកវាយកទៅវិញទៅយើឯងពិតជាក្មេងរពឹសអកតញ្ញូមែននេះតើខ្ញុំគួរតែប្រយោគលោកម្ចាស់បែបណាបើសិនជាខ្ញុំយកវាទៅវិញនោះនេះឯងគប់គ្មានភ្នែកទេនេះតើអ្នកកំពុងតែហៅអ្នកណាជាមនុស្សរមាស់កិនទៅខ្ញុំគឺជាមនុស្សដែលគ្រួសារចៅបានបញ្ជូនមកឲ្យយកខោអាវមកឲ្យក្មេងរពឹសម្នាក់នេះអ្នកណាទៅរពឹសនោះខ្ញុំមិនដឹងទេខ្ញុំគ្រាន់តែយកសម្លៀកបំពាក់មកឲ្យនាងប៉ុណ្ណោះគ្រួសារចៅបានផ្ដល់នូវសម្លៀកបំពាក់ថោកៗបែបនេះទៅឲ្យកូនស្រីរបស់គេមែនទេសូម្បីតែសម្លៀកបំពាក់របស់ចៅយន់ស្លៀកក៏មានតម្លៃជាងនេះដែរហើយនេះតើគ្រួសារចៅកំពុងតែលំអៀងមែនទេពួកគេមិនយករបស់គ្មានតម្លៃរបស់អ្នកចេញទៅនាងមិនត្រូវការអាណិតអាសូរពីគ្រួសារនៅទៀតទេមីងចាងចាំខ្ញុំសិនមីងចាងហេតុអ្វីបានជាមីងអង្គុយលើឥដ្ឋអញ្ចឹងតើអ្នកនាងមីងស៊ីនៅឯណាគួរឲ្យសោកខ្ពើមនេះគួរឲ្យសោកខ្ពើមណាស់សក់ក្រហមតើគាត់សួស្ដីលោកចៅតើលោកទំនេរទេហើយខ្ញុំនឹងនាំមីងចៅទៅជួបលោករងចាំខ្ញុំនៅចំណតរថយន្តនៅការិយាល័យនាងគ្មានអ្វីក្រៅពីក្មេងជនបទម្នាក់នោះទេមីងចៅមីងនឹងជួបបញ្ហាធំហើយឥឡូវនេះនាងគ្រាន់តែមិនទទួលយករបស់ទាំងនោះទេកុំបារម្ភពីវាអីនេះតើមីងដឹងទេថាមីងធ្វើបាបអ្នកណានោះ